កាយរបស់ព្រះអង្គចូលសម្គាល់ថាដូចជារត់ឲ្យព្រះជានឹងសម្គាល់កាយនឹងថាដូចជារត់រទេះណាមានចិត្តជាសារថីណាព្រះអត្តថាលោកយល់ថាកុសលចិត្តណាមានកុសលចិត្តហ្នឹងជានាយសារថីគឺចិត្តរបស់ព្រះអង្គផ្ទាល់ខ្លួនឯងព្រះអង្គធ្វើជាសារថីខ្លួនឯងណាដល់ព្រះអង្គធ្វើជាសារថីខ្លួនឯងអញ្ចឹងព្រះអង្គចង់បរទៅណាក៏បានដែរឲ្យតែកាយរបស់ព្រះអង្គនឹងដូចជារត់តែរត់ក្នុងទីនេះចាំមើលណាមានស្អីជាកង់មានស្អីជាភ្លៅជាទូកជាដំបូលជាអីអញ្ចឹងណាគឺព្រះអង្គមានចិត្តជាសារថីជាកាយស្រាលរហ័សរហួនបសិជ្ជៈថៃនិមិត្តភៈណាមានការមិនបៀតបៀនជាភ្លៅដែលគេសម្រេចល្អហើយភ្លៅបើអត់ភ្លៅធ្វើម៉េចវិលទៅចឹងណាធ្វើម៉េចទៅបានដូច្នេះយកការមិនបៀតបៀននឹងជាភ្លៅហើយដល់យើងជាសារថីបរទេសហ្នឹងយើងចង់ទៅទេវលោកក៏បានណាទៅក្នុងភពណាសុគតិភពណាក៏បានឲ្យតែយើងមានការមិនបៀតបៀនហ្នឹងជាភ្លៅរទេះយើងយកកាយនេះយកកាយហ្នឹងជារទេះណាហើយមានការចែករំលែកទាននឹងឯងជាផ្ទុលណាថចង្តួសអកនឹងរោចឹងហ្នឹងក្នុងវចនានុក្រមសេសអកក្នុងបិដកសេសអូហ្នឹងពាក្យខ្លាយចឹងណាហ្នឹងបានដីថាដំបូលរទេះណាជាផ្ទុលហ្នឹងគឺដំបូលរទេះមានការចែករំលែកទានហ្នឹងគឺជាដំបូលរទេះយកការឲ្យទានហ្នឹងជាដំបូលជាមលុបចឹងជាមលុបយើងធ្វើជាមនុស្សល្អហ្នឹងជាមលុបនៃខ្លួនឯងចឹងណាមានការសង្រួមហ្នឹងមានការសង្រួមជើងចឹងជាខ្នងកង់សង្រួមជើងកុំចេះតែដើរទៅកម្មទីដែលមិនត្រូវទៅទីអកោចរនោះត្រូវសង្រួមជើងអាហ្នឹងទុកជាខ្នងកង់មានការសង្រួមដៃជាត្រពងអាឈើពីរដែលដាក់លើរនាំងរទេះណារទេះមានរបាំងទុកយើងជិះទៅកម្អោយវាធ្លាក់ឬដាក់វាយវ៉ាន់អីទៅកម្អោយវាធ្លាក់ណាហើយមានឈើពីរគងពីលើជើងទៀនហ្នឹងណាអាហ្នឹងហៅត្រពងរទេះការសង្រួមដៃអាហ្នឹងយើងអង្គុយភ្នាក់ដៃពីលើគងដៃពីលើក៏បានដែរណាហ្នឹងការសង្រួមដៃហ្នឹងជាត្រពងរទេះមានការសង្រួមផ្ទៃជាប្រេងលាកសង្រួមផ្ទៃសង្រួមអាហារណាជាប្រេងលាកនៅក្នុងគម្ពីរវិសុទ្ធិមគ្គសីលនិទេសហ្នឹងសម្ដែងដូចជាអ្នករទេះអញ្ចឹងបន្តក់ប្រេងហ្នឹងកុំឲ្យវាលឺសូកុំឲ្យវាតឹងហ្នឹងគឺដើម្បីគ្រាន់តែឲ្យទៅដល់ទិសដៅការបរិភោគហ្នឹងអញ្ចឹងគ្រាន់តែដូចតែបន្តក់ប្រេងរទេះអញ្ចឹងគ្រាន់តែដើម្បីឲ្យទៅដល់ទិសដៅអត់មានយកការបរិភោគឆ្ងាញ់ហ្នឹងមកជាទិសដៅទេណាមានការសង្រួមវាចាជាសូរដែលមិនលន់លឺគឺរទេះហ្នឹងទៅស្ងាត់តែហ្មងតែមិនមែនលន់សូរងេតងាត់ទេតែសង្រួមវាចាគឺបានដីថាពាក្យសម្ដីយើងសង្រួមទៅអាហ្នឹងរទេះគឺថាទៅវាមិនឮសូរទេណាវាមិនរខេរខាណាហ្នឹងហើយមានពាក្យពិតសច្ចវិជ្ជាជាអង្គនៃរដ្ឋដ៏បរិបូរណ៍ពាក្យសម្ដីហ្នឹងគឺធ្វើឲ្យរទេះហ្នឹងមានអង្គសម្ភារៈគ្រប់គ្រាន់បរិបូរណ៍ពេញលេញគ្រឿងប្រដាប់ស្អាតល្អទៅតែហ្មងចឹងណាមានការមិនញុះញង់ជាត្រណាប់ចិត្តល្អចិត្តល្អណាស់ការមិនញុះញង់គឺថានិយាយឲ្យមនុស្សទាំងឡាយសាមគ្គីគ្នាព្រមព្រៀងគ្នាណាប្រទេសហ្នឹងគឺថាចិត្តល្អណាកន្លែងដែលត្រូវតហ្នឹងគឺចិត្តល្អកន្លែងណាដែលមានស្នៀតមានអីហ្នឹងក៏ចិត្តល្អអញ្ចឹងទៅណាមានវាចាពិរោះជាអង្គនៃរត់មិនមានទោសគឺបានន័យថាកន្លែងណាក៏រលីងរលើករលួងល្អដែរចឹងក្នុងអង្គនៃរទេះហ្នឹងដោយសារមានវាចាពិរោះដុកខាត់យ៉ាងស្អាតមិនមែនយកឈើទាំងតាប់ទៅធ្វើជារទេះជាតួរត់ដាក់ឲ្យតែបានបរិយនេះគឺថាស្អាតហ្មងក្បាច់កបោរចនាប្រព្រឹត្តទៅហ្នឹងនេះវាចាពិរោះចឹងណាគឺថាជាអង្គនៃរត់ដែលមិនមានទោសគឺថារលីងមានការពោលលមុំប្រមាណជាគ្រឿងចងណាស្គាល់ប្រមាណក្នុងការនិយាយមិនមែនចិត្តញ៉ាច់អត់មានសតិគ្រប់គ្រងពាក្យសម្ដីអីនោះទេអាហ្នឹងគឺជាវានឹងអលោភៈជាគ្រឿងប្រដាប់រត់អានេះគ្រឿងអលង្ការបំពាក់ដោយស្អីទៅដែលរទេះគេជាងកាលគេរចនាទៅដោយប្រាក់ដោយលំហិនដោយមាសដោយអីទៅទៀតទៅរាជរត់នោះប្រដាប់ដោយត្បូងដោយពេជ្រអីទៅក៏មានដែរហ្នឹងគឺតួសទ្ធានិងអលោភៈចឹងណាហ្នឹងហើយតិចតែស្ដាប់ទៅនឹកឃើញរាជរត់ប្រអិនឬក៏រាជាណានោះអាតែយើងនេះណាកាយនេះសម្គាល់ថាជារត់យើងធ្វើកាយយើងឲ្យទៅជារទេះអញ្ចឹងណាមានសទ្ធានិងអលោភៈជាគ្រឿងប្រដាប់រត់មានការបន្ទន់បន្ទាបនិងអញ្ជលីកម្មនឹងជាទូកស្គាល់ទូកអត់ទេហ៎អាចឈើពីរត្រួតពីក្រោមណាហ្នឹងបន្ទន់បន្ទាបអញ្ជលីកម្មនឹងជាទូកទៅណាអាការដែលមានអបច្ច័យណៈល្អណាស់រទេះអត់ទូកអត់បានទេនឹងទៅយ៉ាងម៉េចកើតទេសំខាន់ណាសំខាន់នៅទាំងអស់ហ្នឹងទៅណាបើតែខ្លះជាគ្រឿងប្រដាប់ជាគ្រឿងអលង្ការជាអីចឹងទៅដំបូលទៅអីទៅវាអាចទៅមុខបានសំបីអត់ដំបូលប៉ុន្តែវាមានទៀតទៅវាជាមិនលុកទៅប៉ុន្តែសំខាន់ណាទូកនេះគេរវោចៈនិវាតោចៈនេះគឺសំខាន់ណាក្នុងជីវិតណាតម្លៃនៃជីវិតណាតម្លៃនៃមនុស្សថ្លៃជាងទ្រព្យយើងមានទ្រព្យច្រើនមែនប៉ុន្តែចៅម៉ើងទឹកថេមាននេះគឺខ្វះតម្លៃនៃជីវិតហើយគេមិនចូលចិត្តគេមិនរាប់រੂគេមិនរាប់អានណាគេមិនសរសើរគេមិនស្រឡាញ់គេនិយាយមិនល្អ
ដោយប្រការផ្សេងយើងមានទ្រព្យទៅមានឋានៈមានយសទៅប៉ុន្តែវាមិនមានតម្លៃដល់ទៅថាអបជាយណៈនេះភាពដែលចេះបន្ទន់បន្ទាបចេះអញ្ញលីកម្មសំគួរនិងជាអ្នកមានឋានៈសំគួរនិងជាអ្នកមានតកូលមានបនប្រាក់អីទៅទៀតទៅរឹងរឹតទៅល្អថែមទៅទៀតទៀតណារឹងរឹតដូចជាប្របាទនៃមរាជចឹងហ្នឹងពេលព្រះអង្គពោធិសត្វពួកជួននឹងគ្រាន់តែឃើញរាជរដ្ឋមេត្តល័យទៅវត្តបមកហើយរាជរដ្ឋនេះមកសម្រាប់អ្នកណាមានអ្នកណាទៀតព្រះរាជាយើងហើយព្រះអង្គទ្រង់ធម៌ណាពួកមហាជនឆ្លាញ់ព្រះរាជាទៀតណាហ្នឹងអញ្ចឹងណាមានការមិនរឹងថ្អឹងជាចន្ទោលរដ្ឋជាចន្ទោលអាឈើដែលគេធ្វើកោងបន្តពីក្បាលកពើអតេះទៅណាហ្នឹងចន្ទោលចឹងណាមានការមិនរឹងថ្អឹងគឺយ៉ាងម៉េចមិនរឹងថ្អឹងអាហ្នឹងវាទន់ខ្លួនដែរចឹងទន់ខ្លួនទាំងកាយវាចាក៏ពីរោះគួរឲ្យរីករាយហ្នឹងព្រះអត្តកថាបញ្យល់ចឹងដល់អញ្ចឹងទៅរទេះវាស្អាតណាស់ចន្ទោលហ្នឹងទៅទៀតទៅងោចង់ឆ្លាក់ក្បាច់ថែមទៀតទៅវាល្អចឹងអាហ្នឹងអាការមិនរឹងថ្អឹងហ្នឹងវាអញ្ចឹងជាចន្ទោលល្អណាស់ក្នុងជីវិតណានាំមុខទៅហ្មងចឹងមានការសង្រួមភ្នែកជាចំហណាត់កាយហ្នឹងហើយមានសិលជាប្រត់ជ្រាមទៀតសង្រួមឥន្ទ្រីទាំង6នេះហើយមានសិលបាទសពបាសិកាមានសិល5រាល់ថ្ងៃហ្នឹងអត្ថថាបញ្យល់សិល5ហ្នឹងចឹងហើយនឹងការសង្រួមហ្នឹងអាហ្នឹងជាប្រត់ជ្រាមហ្នឹងគេចងប្រត់វាចងអាកន្លែងបាកពើចងជាប់នៅមកទូកណាដឹងហើយកន្លែងហ្នឹងប្រត់ជ្រាមហ្នឹងណាអាហ្នឹងការសង្រួមហើយនឹងសិលអត់មានការសង្រួមអត់សិលមានអីអូសអតេះទៅទាំងគោអីសេះអីអូសទៅនិនទៅបើអត់ជាប់អតេះផងបន្តតែមានអាប្រត់ជ្រាមហ្នឹងណាអត់បានទេមានការមិនក្រោតជាការមិនសណ្ដកអាស្អីដែលវាជាប់ហើយហ្នឹងអត់សណ្ដកទេគឺមកពីអីមកអំពីវាមិនរលាក់ណាមិនរលាក់មិនក្រោតហ្នឹងគឺថារទេះទៅអត់រលាក់ហ្មងចឹងណាយើងចូលចិត្តជិះរទេះរលាក់ឬក៏ទៅផ្លូវស្មើដូចយើងជិះរថយន្តអីចឹងមកចំណន់ផ្លូវរលាក់ទៅបាត់ដំបងយ៉ាងម៉េចទៅណាទៅណីយ៉ាងម៉េចមកពីបាត់ដំបងមកថ្ងៃវោះល្ងាចចេញពីព្រលឹមមក9យប់ទៅដល់ពោធិ៍សាត់ទៅជួបផ្ទះសំណាក់ចឹងផ្ទះសំណាក់ហ្នឹងអាប្រគុណគេធ្វើពីលើចុះទៅក្រោមឲ្យរាជពេញផ្ទះហ្នឹងឯងឲ្យងោមត្រំអស់មួយយប់ព្រលឹមហ្នឹងបានមកទៀតណាហើយតែមិនស្រួលនៅត្រឹមពងឆ្នាំងទៀតហ្នឹងណាដល់ឥឡូវទៅផ្លេត3ម៉ោងកន្លះស្រួលទៀតក្នុងពេញបាត់ដំបងស្វែងអង្គមព្រះសក្យនីចែកដីតាមផ្លូវទៀតអាហ្នឹងវាតាកតួអញ្ចឹងបើយើងមិនក្រោតរទេះជីវិតយើងនឹងល្អណាស់ទៅផ្លូវរៀបស្មើចឹងណាមានសុចរិតធម៌ជាឆាត់សចឹងកុសលកម្មវត្ត10ញាតិញោមមានឆាត់សមានខ្លោះបាំងមានស្វេតឆាត់សអីចឹងទៅណាមិនមែនជាបរិជាទេមិនមែនជាបុគ្គលអីអស្ចារ្យទៅនោះទេគ្រាន់តែមានកុសលចរិតធម៌ចឹងហ្នឹងគឺដូចជាអ្នកមានឆាត់សខ្លោះសបាំងទៅចឹងវាល្អក្នុងជីវិតចឹងណាមានពហុសច្ចៈជាខ្សែចន្ទោលយើងយល់ហើយណាចន្ទោលដែលឈើមួយដុសចេញពីក្បាលកពើកោងទៅហ្នឹងប៉ុន្តែណាពហុសច្ចៈការចេះដឹងច្រើននេះជាខ្សែចន្ទោលគឺបានន័យថាគេចងខ្សែពីចន្ទោលហ្នឹងណាមកសัตว์ហ្នឹងមកនឹងកន្លោះមកនឹងកន្លោះសัตว์ហ្នឹងឲ្យវាជាប់ឲ្យវាមកមួនល្អកុំឲ្យវាចេះតែកវីកវត្តក្បាលអានឹងខ្សែចន្ទោលចឹងគេចងអញ្ចឹងចងខ្សែពីចន្ទោលតាក់មកនឹងសัตว์ចងនឹងខ្សែកន្លោះណាហ្នឹងហៅថាខ្សែចន្ទោលហ្នឹងពហុសច្ចៈហ្នឹងគឺការចេះដឹងច្រើនហ្នឹងសម្រាប់ចងការប្រព្រឹត្តរបស់យើងហ្នឹងដែលត្រូវធ្វើដំណើររទេះជីវិតយើងហ្នឹងគឺថាឲ្យបានល្អកុំឲ្យងាករេកវីកវត្តក្បាលហ្នឹងភ្នែកហ្នឹងអីហ្នឹងគឺដោយសារយកការចេះដឹងហ្នឹងណាមនុស្សយើងស្ដាប់ច្រើនសិក្សាច្រើនចេះដឹងច្រើនទៅល្អណាមានចិត្តតាំងនៅនឹងណោនឹងធំហ្នឹងជាអាសនៈណាអាសនៈដ៏វិចិត្រល្អណាស់តែតម្កល់ចិត្តនឹងណោនេះចិត្តហ្នឹងនឹងណោហ្នឹងជាអាសនៈណាមានការដឹងកាលការពេលវេលាត្រូវឲ្យទានការពេលវេលាត្រូវរក្សាសិលការពេលវេលាត្រូវស្ដាប់ធម៌អាការដឹងកាលហ្នឹងជាឈើក្លិមដ៏វិចិត្ររទេះនេះមិនមែនធ្វើពីឈើស្រាយអីទេចិត្តតែក្លិមដ៏វិចិត្រទៅតែហ្មងណាឈើធ្វើពីរទេះហ្នឹងរទេះខ្លះទៅឈើអត់ល្អទេតែរទេះនេះដើម្បីឲ្យបានទៅជាឈើក្លិមល្អគឺការដឹងកាលចឹងនោះយើងច្រើនណាស់ណាអត់ខ្វះការអប់រំញាតិញោមឡំជើញទៅបន់ទៅទានអីតាមលោកគ្រូអីដឹងអីចឹងកន្លែងខ្លះរៀបរយគ្រាន់កន្លែងខ្លះអត់ទេពុំឲ្យសំដែងធួកោកចឹងណាហៅគ្នាអាចារ្យចឹងតែក្បែរមកទ្វារក្បែរបង្អួចចឹងចឹងមិនដឹងជាគាត់យ៉ាងម៉េចវាអញ្ចឹងអាហ្នឹងវាអញ្ចឹងគ្រាន់តែឆ្ងល់ថាមិនដឹងគាត់យ៉ាងម៉េចចឹងតែតាមពិតដឹងហើយតែគាត់វាអញ្ចឹងណាខ្វះការអប់រំមកអត់អាហ្នឹងគេអត់ស្គាល់កាលចឹងអត់ស្គាល់កាលអត់តែហ្នឹងឈើស្រាយអត់មានក្លិនទេសំខាន់ណាការស្ដាប់ធួហ្នឹងត្រូវយ៉ាងម៉េចមានការអីចាំបាច់ត្រូវនិយាយត្រូវអីគ្រប់ខ្សឹបមែនទេណាហ្នឹងបើយើងខានវាមិនបានហើយយើងត្រូវតែរៀនលះបូជាព្រះធម៌ចឹងណាក៏ការធ្វើទានការរក្សាសិលការស្ដាប់ធម៌ការគោរពមេត្តាបិតាការស្អីគឺត្រូវស្គាល់ទាំងអស់អានឹងជាឈើក្លិមដ៏វិចិត្រមានសេចក្តីឃ្លាវខ្លាអង្អាជាចន្ទល់ចឹងសេចក្តីឃ្លាវខ្លាហ្នឹងគឺសូរភេវាំង
សូរភាពវាគឺថាឃ្លាវខ្លាមកពីអីមកពីខ្លួនឯងវាអត់មានកំហុសវាអត់មានបាបត្រូវបិទបាំងត្រូវលាក់លៀមគឺថាឃ្លាវខ្លាទៅតែម្ដងចឹងណាគឺជាអ្នកមានសទ្ធាជាអ្នកឲ្យទានជាម្ចាស់ទានជាទាននេះធិបតីជាអ្នកមានសិលធ្វើជាអាចារ្យគឺអាចារ្យមានសិលត្រឹមត្រូវល្អហើយឃ្លាវខ្លាដឹកនាំលោកយាយលោកតាសូត្រធម៌ដឹកនាំធ្វើបន់ធ្វើទានមានអាវាតទូលមានដល់លោកយាយលោកតាទៅក៏បានអាហ្នឹងឲ្យសូរភាពវាចឹងឃ្លាវខ្លាចឹងម្ចាស់ទានសម្ដែងសន្ទរកថាជូនបន់កុសលដល់ភ្ញៀវដល់បងប្អូនអីហ្នឹងណាអ្នកឃ្លាវខ្លាហ្នឹងគឺជាអ្នកមានហិរិមានអត្តបៈហ្នឹងជាជំទល់ចឹងរតែគេមានជំទល់ណាដល់ពេលដោះគោអញ្ចឹងទៅគេមានជំទល់យកមកទល់ណាមានការប្រព្រឹត្តបន្ទន់ខ្លួនជាខ្សែណាខ្សែក្នុងទីនេះគឺសម្រាប់ចងនឹមណាអុករទេះគឺការបន្ទន់បន្ទាបក្នុងទីនេះគឺបានប្តីថាបន្ទន់បន្ទាបកាយស្ដាប់នៅអាវាតរបស់បណ្ឌិតណានឹងព្រះអត្ថាបញ្យលចឹងសូមឲ្យព្រះអង្គប្របាទអង្គតេហ្នឹងបន្ទន់បន្ទាបស្ដាប់អាវាតរបស់អ្នកចេះដឹងជាសប្បុរសពិតអាហ្នឹងដែលជាខ្សែហ្នឹងគឺចងកន្លែងផ្សេងហ្នឹងជាពិសេសគឺថាចងនឹមឲ្យជាប់នឹងរទេះហ្នឹងណាហ្នឹងសម្រាប់អូសរទេះគឺកាយរបស់ព្រះអង្គហ្នឹងទៅយើងយកការស្ដាប់យកការចេះដឹងហ្នឹងសម្រាប់ដឹកនាំរទេះកាយយើងនេះណាវាចងឲ្យជាប់ចឹងណាមានការមិនមើលងាយជានិនដ៏ស្រាលណាហ្នឹងមិនមែនធ្ងន់ទេប៉ុន្តែជាឈើក្លិមល្អប៉ុន្តែក្នុងអត្តន័យមួយគឺថាជានិនដែលមានភាពពិចិត្រមួយគឺថាស្រាលណាជាស្រាលដាក់ពីលើសត្វហ្នឹងណានិនដ៏ស្រាលដល់វិចិត្រណាមានចិត្តមិនរួញរាជាកំរាលដ៏ល្អវិចិត្រទៀតជាកំរាលការរត់រទេះហ្នឹងណារត់ហ្នឹងការមិនរួញរានៃចិត្តនេះការមិនរួញរាយ៉ាងម៉េចមិនរួញរាក្នុងការឲ្យទានមិនរួញរាក្នុងការរក្សាសិលមិនរួញរាក្នុងការប្រព្រឹត្តល្អហ្នឹងណានឹងជាកំរាលដល់វិចិត្រទៀតសភាពនៃចិត្តដែលមិនរួញរាណាមិនរួញរាបល័យថានេះអលិណចិត្តសង្ខារោទៀតណាតែចិត្តដែលមិនរួញរាហ្នឹងជានិស័យតនៈណាជាកំរាលណាហ្នឹងហើយមានការខ្សែបុគ្គលដែលមានសេចក្តីចម្រើនខ្សែអ្នកដែលមានបញ្ញាណាចម្រើនទៅដោយបញ្ញានឹងឯងគឺជាគ្រឿងសម្រាប់កម្ចាត់បងនៅធូលីចឹងតែហ្នឹងបើទៅដីវាហុយវាប្រឡាក់ធូលីវាអត់ល្អទេអញ្ចឹងតើទៅតាមផ្លូវដែលវាអត់មានធូលីហុយហ្នឹងបានវាល្អអញ្ចឹងដើម្បីរទេះយើងទៅកាន់ផ្លូវដែលអត់ធូលីហ្នឹងយ៉ាងម៉េចគឺត្រូវខ្សែជាមួយនឹងបុគ្គលដែលមានសេចក្តីចម្រើនដោយបញ្ញាខ្សែគប់រាប់រោគកល្យាណមិត្តជាមួយនឹងបុគ្គលដែលមានបញ្ញាកុំឲ្យទៅជាមួយនឹងអាចេលកៈគុណាជីវៈនោះហ្នឹងមានការខ្សែបុគ្គលដែលចម្រើនដោយបញ្ញាហ្នឹងជាគ្រឿងកម្ចាត់បងនៅធូលីស្អាតសតិរបស់ព្រះអង្គជាអ្នកប្រាជ្ញណាសូមឲ្យព្រះអង្គជាអ្នកប្រាជ្ញទៅមានសតិទុកជាចំនួនសតិហ្នឹងជាគ្រឿងរំលឹកជាគ្រឿងដាស់តឿនណាមានស្មារតីហ្នឹងសម្រាប់ឲ្យពេលអនៈទាញរទេះទៅហ្នឹងគឺសម្រាប់ឲ្យរទេះយើងហ្នឹងទៅមុខមានជាយាមតំមនឹងការប្រកបនឹងឯងជាខ្សែបណាជាពេលហណៈនាំរទេះទៅហ្នឹងគឺសេចក្តីជាយាមទាំងណាដោយក្នុងកសិសោតព្រះអង្គសម្ដែងសេចក្តីជាយាមហ្នឹងគឺជាគោនាំទៅនៅធុរៈហ្នឹងមានសតិជាចំនួនទៀតចិត្តដែលទូមានល្អហើយរមែងទៅកាន់ផ្លូវដូចជារត់ដែលទៅកាន់ផ្លូវត្រង់ដោយសារសេះទាំងឡាយដែលនាយសារតីវឹកវើល្អហើយព្រោះសេចក្តីប្រាថ្នានឹងសេចក្តីលោភជាផ្លូវខុសឯការសង្រួមជាផ្លូវត្រង់ណាគឺសូមឲ្យព្រះអង្គនឹងទូមានចិត្តឲ្យល្អឡើងកាន់ផ្លូវត្រង់ផ្លូវដែលព្រះអង្គត្រូវទៅហ្នឹងណាដោយសារអីដោយសារពីអនៈដោយសារសេះនេះដែលព្រះអង្គជាសារថីនឹងបានវឹកហាត់ល្អហើយសូមព្រះអង្គកុំឲ្យទៅផ្លូវខុសណាផ្លូវខុសនោះស្អីគឺសេចក្តីប្រាថ្នាលាមកនេះបាបិច្ឆានេះប្រាថ្នាអាក្រក់នេះហើយនឹងលោភៈនេះលោភៈហើយនឹងបាបិច្ឆានេះលមោបលោភលន់ហើយនឹងប្រាថ្នាបាបនេះគេណាអិច្ឆាលោភោចកុំមគ្គោណាបានន័យថាអិច្ឆាប្រាថ្នាបាបហើយនឹងលោភៈហ្នឹងអានោះជាផ្លូវខុសផ្លូវអាក្រក់ហ្នឹងអញ្ចឹងកុំឲ្យព្រះអង្គទៅផ្លូវហ្នឹងព្រះអង្គទៅហ្នឹងគឺទៅផ្លូវត្រូវផ្លូវត្រង់ណាចិត្តដែលទូមានល្អហើយព្រះអង្គហ្នឹងដែលជាសារថីដ៏ល្អហ្នឹងទៅផ្លូវត្រូវណាព្រោះសេចក្តីប្រាថ្នាអាក្រក់ហើយនឹងលមោបលោភលន់ហ្នឹងជាផ្លូវខុសឯការសង្រួមជាផ្លូវត្រង់ណាសូមឲ្យព្រះអង្គសង្រួមចាកការប្រាថ្នាបាបសង្រួមពីលោភៈឲ្យព្រះអង្គទៅផ្លូវត្រង់បបិទ្ធព្រះរាជាការបរត់គឺកាយរបស់ព្រះអង្គស្ទុះទៅក្នុងរូបសម្លេងចិនរស់សម្ផស្សតួបញ្ញាជាចំនួនអានេះឈ្មោះជាមួយគ្នានឹងសតិណាតែមានសតិមានបញ្ញាជាចំនួនសម្រាប់គោះខ្លួនព្រះអង្គជានាយសារថីក្នុងរដ្ឋនោះគឺបានន័យថាបបិទ្ធព្រះបាទអង្គតេជាព្រះរាជាក្នុងមិថិលារដ្ឋកាយរបស់ព្រះអង្គនេះជារទេះគឺកាយព្រះអង្គនេះស្ទុះទៅរករូបសម្លេងចិនរស់សម្ផស្សជាកាមគុណណាដែលព្រះអង្គស្ទុះទៅរកហើយក្នុងការផ្សាយផ្សោយនៅកាមគុណនេះសូមឲ្យព្រះអង្គមានសតិមានបញ្ញានឹងជាចំនួនសម្រាប់ចាក់សម្រាប់គោះ
នាំព្រះអង្គនឹងចេញពីកន្លែងហ្នឹងមកចេញពីការខ្សែផ្សោយលើកាមហ្នឹងមកណាហើយព្រះអង្គហ្នឹងគឺជាសារថីនៅក្នុងរឿងហ្នឹងឯងនាំកាយព្រះអង្គទៅកន្លែងណាសម្រាប់តាមសេចក្តីប្រាថ្នារបស់ព្រះអង្គបើពិតព្រះរាជាប្រសិនបើការប្រព្រឹត្តស្មើកុសលកម្មហ្នឹងនឹងសេចក្តីជាយាមដ៏មមដោយយានគឺកាយនោះការបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាងក៏កើតមានសត្វមិនទៅកាន់នរកជាដាច់ខាតគឺថាសូមឲ្យព្រះអង្គទៅកាន់ទីដែលព្រះអង្គប្រាថ្នាទៅព្រោះព្រះអង្គជាសារថីព្រះអង្គបទៅខ្លួនឯងទៅណាព្រះអង្គបទៅខ្លួនឯងបើពិតព្រះរាជាបើព្រះអង្គប្រព្រឹត្តស្មើហើយមានសេចក្តីជាយាមមមតំហើយយាននេះយានគឺកាយរបស់ព្រះអង្គនេះការបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាងក៏កើតមានគឺបានន័យថាគឺព្រះអង្គទៅតាមបំណងដែលព្រះអង្គប្រាថ្នានឹងយាងទៅណាទៅតាមសេចក្តីដែលព្រះអង្គពេញប្រតិនឹងទៅណាគឺព្រះអង្គបទៅដោយខ្លួនឯងព្រោះព្រះអង្គជាសារថីស្រាប់ហើយគឺព្រះអង្គមិនទៅនរកទេកាលណាបើព្រះអង្គជាសារថីបញ្ជាលើរទេះបនាំកាយព្រះអង្គហើយរទេះព្រះអង្គសិតតែអញ្ចឹងសិតតែមានកុសលធម៌នឹងជាគ្រឿងប្រដាប់ទាំងអស់អញ្ចឹងព្រះអង្គមិនទៅនរកជាដាច់ខាតព្រោះព្រះអង្គមិនចង់ទៅនរកស្រាប់ហើយព្រះអង្គមានទៅនរកអីណារួចទៅព្រះបរមពុរិស័ទនឹងក៏បានប្រទានឱវាទសូមព្រះអង្គកុំប្រមាទរួចទៅសរសើរនាងរុចាទៀតគឺជាធីតាល្អរបស់ព្រះអង្គណាហើយបានប្រដៅពពួកមហាជននឹងឲ្យស្ថិតនៅក្នុងទានហើយសិល5ទៀតឲ្យស្ថិតនៅក្នុងអំពើល្អរួចទៅក៏យាងទៅកាន់ព្រហ្មលោកវិញទៅព្រះបរមពុរិស័ទព្រះនាមនិរតកសបៈកោតនោះចំណែកព្រះបាទអង្គតេបានទទួលពាក្យដ៏ល្អពីសពរោះណាពីនាងរុចាដែលជាបុត្រីរបស់ខ្លួនដែលបានមកជាព្រះអានន្ទចឹងណាហើយបានទទួលពីព្រះបរមពុរិស័ទឧបមាឧបម័យយ៉ាងពិរោះនៅក្នុងរទេះជីវិតនេះចឹងពិរោះណាពាក្យទាំងអស់នេះញាតិញោមចាំទៅយកបៃដកហ្នឹងគាត់យកមកទិញឲ្យចាំទៅទិញទាំងបល័យទៀតផងទៅគុណចាស់ចឹងបល័យណាគុណចាស់អាចសម្ដែងរឿយក្នុងពេលប្រទានសិលអីបានណាឲ្យសិលញាតិញោមឲ្យសូត្រណាមកទៀតថាពីទៀតថាសូត្រទាំងអស់ហ្នឹងទៅណាព្រះបរមសាស្តាព្រះអង្គទ្រង់សម្ដែងបញ្ជាក់ថាមិនមែនទៅតែពេលនេះទេដែលតថាគតទូលមានឧរវេលកសបៈបាននោះតថាគតធ្លាប់ទូលមានឧរវេលកសបៈក្នុងកាលដែលព្រះអង្គជាប្របាទអង្គតេគ្រប់គ្រងនគរទេវតាក្នុងក្រុងមិថិលានោះរួចទៅបានព្រះអង្គទ្រង់បានប្រជុំនៅជាដកអលិតសេនាបតីគឺទេវតតសុនាមអាមាត្យគឺផតតិវិជ័យអាមាត្យគឺសេរីបុត្រវិជកទេសៈគឺប្រមុខកលៀនចឹងណាវិជកទេសៈនោះណាគឺប្រមុខកលៀនចឹងណាអជេលកៈឈ្មោះគុណៈគឺសុណខតៈលិច្ចវីបុត្រនាងរុចាណាបានញ៉ាំព្រះរាជាឲ្យជ្រះថ្លានាងរុចានោះគឺអានន្ទព្រះរាជាអង្គតេដែលមានទិដ្ឋិអាក្រក់ក្នុងកាលនោះគឺជាឧរវេលកសបៈមហាព្រហ្មគឺពោធិសត្វអ្នកទាំងឡាយចូលចាំទុកនៅជាដកដោយសម្ដែងមកនេះណាសូមអនុមោទនា